កាលពីរាត្រីថ្ងៃទី27ខែមេសាឆ្នាំ2022នៅក្នុង Facebook Page របស់ឯកឧត្តមចិនម៉ាលីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុតិធធម៌បានចែករំលែកនៅចំណេះដឹងច្បាប់ចំនួន3ចំណុចពាក់ព័ន្ធករណីសំណុំរឿងលោកកឹមសុខានិងរដ្ឋបរទេសក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវនិងសាស្ត្រាចារ្យផ្នែកច្បាប់និងវិទ្យាសាស្ត្រនយោបាយនិងបានតាមដានដំណើរការសំណុំរឿងនេះយ៉ាងយកចិត្តទុកដាក់នាពេលកន្លងមកខាងក្រោមនេះជាការចែករំលែកនៅចំណេះដឹងដែលមាន3ចំណុចដូចតទៅទី1តាមអ្វីដែលបណ្ដាញសារព័ត៌មានបានផ្សព្វផ្សាយព័ត៌មានក្រោយពេលសាវនាការនៅពេលចាប់ផ្ដើមសាវនាការសំណុំរឿងនេះនាពេលកន្លងមកយើងឃើញថាមេធាវីរាជរដ្ឋាភិបាលស្នើសុំឲ្យតុលាការប្រើអក្សរជាតំណាងនៅពេលដែលមានឯកសារណាពាក់ព័ន្ធដល់រដ្ឋបរទេសករណីនេះក៏ធ្លាប់បានអនុវត្តនៅឯអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលយើងស្គាល់ថាសាលាកាត់ក្តីមេដឹកនាំខ្មែរក្រហមមេធាវីរាជរដ្ឋាភិបាលក្នុងសំណុំរឿងបានបញ្ជាក់ជាមួយអ្នកសារព័ត៌មាននាពេលនោះថាការស្នើសុំដូច្នេះគឺក្នុងគោលបំណងដើម្បីកុំឲ្យប៉ះពាល់ដល់បណ្ដារដ្ឋបរទេសក៏ដូចជាទំនាក់ទំនងរវាងរដ្ឋបរទេសនិងព្រះរាជាណាចក្រកម្ពុជាទី2នៅក្នុងសំណុំរឿងនេះឯកឧត្តមកឹមសុខាត្រូវបានតំណាងអัยការចោទប្រកាន់ពីបទខុបខិតគ្នាជាមួយបរទេសឬហៅថាបទសន្តិទ្ធភាពជាមួយរដ្ឋបរទេសដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាហើយមូលដ្ឋាននៃភស្តុតាងដ៏សំខាន់ជាងគេក្នុងសំណុំរឿងនេះគឺជាវីដេអូឃ្លីបដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមបណ្ដាញសង្គមហើយដែលប្រជាពលរដ្ឋបានស្ដាប់ដឹងឮគ្រប់គ្នានៅក្នុងវីដេអូឃ្លីបនេះឯកឧត្តមកឹមសុខាបាននិយាយរៀបរាប់ដោយខ្លួនឯងអំពីអំពើខុបខិតគ្នាជាមួយបរទេសដោយរាប់តាំងពីការដែលបរទេសជ្រើសរើសគាត់បណ្ដុះបណ្ដាលគាត់និងរៀបចំផែនការជួយគាត់ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាដោយយកគំរូតាមបដិវត្តពណ៌នៅយូហ្គោស្លាវីសេបប៊ីជាដើមជាទិដ្ឋភាពច្បាប់នេះជាភស្តុតាងសមល្មមគ្រប់គ្រាន់ដែលអាចបង្ហាញអំពីការខុបខិតគ្នាជាមួយបរទេសដែលជាធាតុផ្សំមួយក្នុងបទល្មើសសន្តិទ្ធភាពឬខុបខិតគ្នាជាមួយរដ្ឋបរទេសប្រជាពលរដ្ឋខ្មែរដែលបានស្ដាប់តែសម្ដីឯកឧត្តមកឹមសុខាដែលគាត់និយាយដោយខ្លួនឯងក្នុងវីដេអូឃ្លីបដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈគឺអាចដឹងច្បាស់ថាតើការខុបខិតគ្នាជាមួយបរទេសនេះវាច្បាស់និងរឹងមាំដូចម្ដេចម្យ៉ាងទៀតជាទិដ្ឋភាពច្បាប់និងនីតិវិធីរបស់តុលាការសំណុំរឿងនៅតុលាការដែលកាលណាភស្តុតាងមានរឹងមាំគ្រប់គ្រាន់គឺតុលាការអាចដំណើរការជំនុំជម្រះបានហើយដូចជាករណីដែលថាក្នុងសំណុំរឿងមួយដែលមានជនល្មើសច្រើនអ្នកហើយជនល្មើសខ្លះរត់គេចខ្លួនក៏តុលាការនៅតែអាចដំណើរការនីតិវិធីទៅមុខបានដដែលដោយផ្អែកលើភស្តុតាងដែលមានបើទោះបីជាជនល្មើសដែលរត់គេចខ្លួនមិនទាន់អាចត្រូវបានចាប់ខ្លួនបានក៏ដោយករណីបែបនេះគឺជារឿងធម្មតានៅក្នុងដំណើរការនីតិវិធីហើយអ្នករៀនច្បាប់បានជ្រៅជ្រះនិងច្បាស់រឿងនេះហើយនៅស្រុកគេក៏ដូចគ្នាដែរទី3អ្នកចេះច្បាប់អន្តរជាតិយល់ច្បាស់អំពីអនុសញ្ញាទីក្រុងវីយ៉ែនស្ដីពីទំនាក់ទំនងការទូតដែលឃើញមានតុលាការនៃរដ្ឋម្ចាស់ផ្ទះក៏ហៅទូតបរទេសចូលទៅតុលាការដែរឬទេសូម្បីតែរឿងរដ្ឋបវេនីក៏កម្រនឹងកើតមានឬមិនដែលកើតមានផងកុំថាឡើយដល់សំណុំរឿងព្រហ្មទណ្ឌម្យ៉ាងទៀតយើងឃើញថាមេធាវីរបស់រដ្ឋាភិបាលតែងតែគិតផលប្រយោជន៍របស់ប្រទេសជាតិជាធំសូម្បីតែរឿងឈ្មោះប្រទេសក៏ក្រុមមេធាវីរដ្ឋាភិបាលសូមឲ្យតុលាការប្រើអក្សរជាតំណាងដែរជៀសវាងប៉ះពាល់ដល់ទំនាក់ទំនងជាមួយរដ្ឋបរទេសដែលធ្វើឲ្យខាតប្រយោជន៍ខ្មែរ
ប៉ុន្តែក្រុមមេធាវីរបស់ជនជាប់ចោទនិងជនជាប់ចោទតែងតែបានស្នើឲ្យតុលាការកោះហៅទូតបរទេសឲ្យចូលសវនាការហើយខាងមេធាវីរដ្ឋាភិបាលនិងសាធារណជនបានដឹងច្បាស់ថាការធ្វើដូច្នេះគឺជាល្បិចរបស់ភាគីជនជាប់ចោទដើម្បីរុញឲ្យរដ្ឋបរទេសចូលក្នុងសំណុំរឿងនិងដើម្បីប្រើប្រាស់ឬបន្តអាងអំណាចឬឥទ្ធិពលនៃរដ្ឋបរទេសដើម្បីដាក់សម្ពាធលើកម្ពុជាក្នុងបំណងជួយដកគាត់ចេញពីសំណុំរឿងព្រហ្មទណ្ឌនេះឬពីដំណើរការកាត់ក្តីរបស់តុលាការប៉ុន្តែប្រជាជនកម្ពុជានិងអ្នកស្រឡាញ់ប្រទេសជាតិយើងបានដឹងច្បាស់ហើយថាកម្ពុជាជារដ្ឋអធិបតេយ្យនិងមានច្បាប់របស់ខ្លួនដែលត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយអំណាចតុលាការដែលជាអំណាចឯករាជ្យធានាការពារដោយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិWe'll be right back.